គឺជាការប្រើប្រាស់ជាមួយម៉ាស៊ីនបូមទឹកដោះសម្រាប់ម៉ាក់ដែលគាត់ទិញពីខ្ញុំទៅចាបងអាចមើលក្នុងវីដេអូនេះបន្ថែមបាននៅពេលបងបើកទៅគឺបាន full set ដូចក្នុងប្រអប់បែបនេះហ្មងក្នុងហ្នឹងគឺមានជាមួយនឹងក្បាលមុំហើយមួយជាមួយនឹងដបដែលយើងប្រើជាមួយនឹងតួម៉ាស៊ីនយើងនៅពេលដែលយើងបូមមែនក្បាលគឺយើងដាក់ជាមួយនឹងដបបែបនេះបងចង់ឲ្យកូនមុំក៏បានយើងប្រើជាមួយនឹងដបយើងក៏បានដែរក្នុងហ្នឹងផងដែរក៏មានជាមួយនឹងខ្សែឆ្នាំងសាកវាជា set តែម្ដងហើយកន្លែងនេះគឺជាប្រភេទដែលយើងដាក់ជាមួយនឹងទ្រុងរបស់យើងបូមចាគឺមានកំហប់ចានៅពេលដែលយើងលាងសម្អាតហើយខ្លាច់ដីអីចូលអញ្ចឹងបងអាចគ្របចេះទុកក៏បានដែរណាហើយកន្លែងនេះគឺយើងអាចដោះបោកបានប្រភេទស៊ីលីកូនរបស់គេអត់ឲ្យឈើទ្រូងទេហើយខាងក្នុងនេះគឺយើងអាចដោះហើយនេះគឺសុទ្ធតែយើងអាចលាងសម្អាតបានណាបងអាចដាក់ក្នុង UV សម្រាប់មានរោគក៏បានឬក៏យើងស្រោះជាមួយទឹកក្តៅក៏បានដែរណាសម្រាប់ការដោះលើសម្អាតបងអាចដោះតាមខ្ញុំទៅហើយយើងអាចទៅឡើងប្រើវិញតាមធម្មតាណាតោះឥឡូវមកមើលជាមួយនឹងថាជាមួយនឹងការប្រើប្រាស់បន្ថែមជាមួយនឹង function មុខងាររបស់នៅក្នុងម៉ាស៊ីននេះហ្មងណាបងទៅឡើងបែបនេះមកចាយើងធ្វើការបូមហើយនេះគឺប៊ូតុងរបស់គេបងអាចមើលតាមដៃរបស់ខ្ញុំនេះសញ្ញាបូកសញ្ញាដកហ្នឹងគឺយើងអាចទៅឡើងកម្រិតណាយើងអាចដាក់ខ្លាំងខ្សោយទៅតាមហ្នឹងហើយពីព្រោះដោយសារប្រភេទម៉ាស៊ីននេះគឺយើងមានរហូតដល់9កម្រិតខ្ញុំណែនាំបងដែលគាត់ចាប់ផ្ដើមបូមដំបូងអាចជ្រើសរើសប្រភេទ function massage អញ្ចឹងណាចាស់ massage ឲ្យសម្រាប់តកតងនឹងកម្រិតវិញកម្លាំងរបស់វាយើងអាចដាក់3ឬក៏4ទៅតាមនឹងបានទេចាសម្រាប់ការយើងបូមដំបូងដើម្បីឲ្យទឹកដោះយើងផលិតចេញមកល្អអញ្ចឹងណានេះសម្រាប់យើងអាចជ្រើសរើស function នឹងបងបន្ទាប់មកពេលដែលទ្រុងយើងស្រាវគឺចាប់ផ្ដើមមានទឹកដោះចេញមកច្រើនអញ្ចឹងបងអាចចុចកន្លែងរូបច្បាក់នេះដើម្បីរំញោចឲ្យគឺបូមឲ្យឆាប់អស់ចេញពីទ្រុងយើងហ្មងអញ្ចឹងនៅថ្ងៃបន្តបងអាចធ្វើអញ្ចឹងតាទៅរឹតតបូមទឹកដោះយើងរឹតតែចេញតែម្ដងហើយយើងអាចដូរ function ទៅផ្សេងទៀតអាកន្លែងដែលយើងអាចដាក់រំញោចក៏បានដែរណាអានឹងអាស្រ័យទៅលើខាងបងប្រើជាក់ស្ដែង